នៅកណ្ដាលខ្សែទឹកដ៏ត្រជាក់នៃទន្លេអូកក្នុងតំបន់ស៊ីបេរីដ៏ដាច់ស្រយាលស្លាកស្នាមនៃសោតនាដកម្មមួយត្រូវបានកប់ទុកនៅក្នុងដីខ្សាច់នៃកោះតូចមួយដែលមានប្រវែងត្រឹមតែ3គីឡូម៉ែត្រនិងទទឹងមិនដល់600ម៉ែត្រផងវាមិនមែនជាសមរភូមិសង្គ្រាមដែលប្រើអាវុធទំនើបឬការប្រយុទ្ធគ្នារវាងទ័ពដ៏មហិមានោះទេប៉ុន្តែវាគឺជាការតស៊ូរវាងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនិងសភាវគតិនៃការរស់រានមានជីវិតដ៏សាហាវបំផុតនៅទីនោះភាពអត់ឃ្លានបានប្រែក្លាយមនុស្សឲ្យទៅជាអ្វីដែលពិភពលោកមិនចង់ចងចាំហើយប្រវត្តិសាស្ត្របានដាក់ឈ្មោះទីនោះថាកោះ Nazino ឬក៏ Nazino Island ដែលគេស្គាល់ថាជាកោះមនុស្សស៊ីមនុស្សឬក៏ Cannibal Island ដើម្បីយល់ដឹងឲ្យកាន់តែស៊ីជម្រៅពីសោកនាដកម្មនេះយើងត្រូវក៏លេចមើលទៅកាន់បរិបទនៃសហភាពសូវៀតនៅឆ្នាំ1933នៅក្រោមរបបដឹកនាំរបស់លោក Joseph Stalin រដ្ឋាភិបាលបានអនុវត្តផែនការដ៏មហិច្ឆតាមួយនៅក្នុងការសម្អាតទីក្រុងធំៗដូចជា Moscow ពីធាតុបង្កអសន្តិសុខសង្គមមនុស្សរាប់ពាន់នាក់ត្រូវបានចាប់ថ្នាក់ជាជាតិអាក្រក់នៃសង្គមពួកគេមិនមែនសុទ្ធតែជាឧក្រិដ្ឋជននោះទេប៉ុន្តែគឺជាអ្នកដែលគ្មានការងារធ្វើអ្នកសុំទានសិប្បករតូចតាចនិងប្រជាពលរដ្ឋសូត្រង់ដែលគ្រាន់តែផ្លិចយកអត្តសញ្ញាណប័ណ្ណតាមខ្លួននៅពេលដែលប៉ូលីសសួរនាំតែប៉ុណ្ណោះពួកគេត្រូវបានកម្លាំងប៉ូលីសសម្ងាត់ OGPU ចាប់ខ្លួនភ្លាមរុញបញ្ចូលក្នុងទូរថភ្លើងទំនិញហើយបញ្ជូនទៅកាន់ភូមិខាងកើតដើម្បីបង្កើតជាសហគមន៍សិប្បកម្មថ្មីនៅតំបន់ Warehouse Town ការធ្វើដំណើរនោះគឺជាការធ្វើទារុណកម្មមនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំក្នុងទូរថភ្លើងដែលចង្អៀតណែនគ្មានអាហារគ្រប់គ្រាន់និងគ្មានអនាម័យមនុស្សជាច្រើនត្រូវបានស្លាប់តាមផ្លូវដោយសារជំងឺនិងភាពទន់ខ្សោយនៅខែឧសភាឆ្នាំ1933មនុស្សប្រហែលជា6000នាក់ដែលនៅសេសសល់ពីការធ្វើដំណើរដ៏អាក្រក់នេះបានមកដល់តំបន់ដាច់ស្រយាលនៃស៊ីបេរីដោយមិនដឹងថាត្រូវដាក់ពួកគេនៅឯណាមន្ត្រីមូលដ្ឋានបានសម្រេចចិត្តទម្លាក់ពួកគេចោលនៅលើកោះ Nazino ដែលជាកោះ Warehouse Town នៅកណ្ដាលទន្លេដ៏ធំធេងគ្មានជម្រកសម្រាប់ជ្រកកោននិងគ្មានឧបករណ៍សិប្បកម្មនិងសូម្បីតែគ្រាប់ពូជដាំដុះក៏គ្មានដែរនៅយប់ដំបូងខ្យល់ត្រជាក់នៃតំបន់ស៊ីបេរីបានវាយប្រហារមនុស្សដែលគ្មានសម្លៀកបំពាក់កក់ក្ដៅបានបង្ខំចិត្តជីករណ្ដៅក្នុងខ្សាច់ដើម្បីដេកផ្អែកគ្នាក្នុងបំណងចែករំលែកកម្ដៅតិចតួចពីខ្លួនប្រាណនៅព្រឹកបន្ទាប់សាកសពរាប់សិបនាក់ត្រូវបានរកឃើញអាហារតែមួយគត់ដែលអាជ្ញាធរផ្ដល់ឲ្យគឺម្សៅស្រូវសាលីឆៅដែលត្រូវបានដឹកតាមទូកចាក់ចោលនៅលើខ្សាច់ហើយគ្មានឆ្នាំងសម្រាប់ដាំស្លឬឡសម្រាប់ដុតនំអ្នកដែលស្រែកក្លៀនខ្លាំងបានយកមួកឬសម្លៀកបំពាក់របស់ខ្លួនឯងមកខ្ចប់ម្សៅនោះរួចលាយវាជាមួយនឹងទឹកទន្លេដ៏កខ្វក់ដើម្បីបរិភោគបានភ្លាមមិនយូរប៉ុន្មានជំងឺបានរាតត្បាតទៅដល់រាងកាយដ៏ទន់ខ្សោយរបស់ពួកគេនៅពេលដែលក្តីសង្ឃឹមរលាយសាបសូន្យសិលធម៌របស់មនុស្សជាតិក៏ចាប់ផ្ដើមបែកបាក់កោះនេះបានក្លាយទៅជាសមរភូមិដែលអ្នកខ្លាំងស៊ីអ្នកខ្សោយក្រុមឧក្រិដ្ឋជនដែលបានដាក់បញ្ចូលមកជាមួយបានចាប់ផ្ដើមប្លន់សម្លៀកបំពាក់និងមាសដែលអ្នកទោសដទៃទៀតបានលាក់ទុកក្នុងធ្មេញភាពអត់ឃ្លានបានរុញច្រានមនុស្សឲ្យធ្លាក់ចូលទៅក្នុងភាពឈួតលីលាដែលមិនអាចពណ៌នាបានសេចក្តីរាយការណ៍ពីសាក្សីម្នាក់ដែលជាអ្នកស្រុកនៅក្បែរនោះបានរៀបរាប់ថាមនុស្សចាប់ផ្ដើមហែកសាច់អ្នកដែលទើបនឹងស្លាប់មកបរិភោគដើម្បីបន្តដង្ហើមក្រោយមកវាមិនមែនត្រឹមតែអ្នកដែលស្លាប់នោះទេសូម្បីតែអ្នកដែលនៅរស់ប៉ុន្តែទន់ខ្សោយក៏ត្រូវបានគេបរបាញ់ដូចជាសត្វធាតុដើម្បីយកមកធ្វើជាអាហារបុគ្គលិកយាមកាមដែលឈរនៅជុំវិញនោះមិនត្រឹមតែមិនបានហាមឃាត់នោះទេប៉ុន្តែពួកគេបានប្រើប្រាស់ការបាញ់សម្លាប់ជាការកម្សាន្តអ្នកដែលព្យាយាមធ្វើក្បួនឈើឬហែលទឹកឆ្លងទន្លេដ៏ធំដើម្បីចាក់ចេញពីឋាននរកនេះនឹងត្រូវរងគ្រោះកំភ្លើងភ្លាមនៅលើកោះនោះគ្មានច្បាប់គ្មានសាសនានិងគ្មានភាពមេត្តាឡើយមានតែសម្រែកនៃភាពឈឺចាប់ដែលបន្លឺឡើងកណ្ដាលព្រៃស៊ីបេរីដ៏ស្ងប់ស្ងាត់ក្រោយរយៈពេលត្រឹមតែ13ថ្ងៃប៉ុណ្ណោះមនុស្សជាង 2000 នាក់បានបាត់បង់ជីវិតនៅពេលដែលអាជ្ញាធរសម្រេចចិត្តជម្លៀសអ្នកដែលនៅសេសសល់ចេញពីកោះពួកគេភាគច្រើនបានក្លាយជាមនុស្សដែលបាក់ស្បាតដែលបាត់បង់ស្មារតីទៅហើយរបាយការណ៍នៃសោកនាដកម្មនេះត្រូវបានសរសេរដោយលម្អិតប៉ុន្តែជំនួសឲ្យការស្វែងរកយុត្តិធម៌របាយការណ៍នេះត្រូវបានបោះត្រាថាជាការសម្ងាត់ហើយត្រូវបានកប់ទុកអស់រយៈពេលជិត60ឆ្នាំរហូតដល់សហភាពសូវៀតដួលរលំសោកនាដកម្មនេះមិនមែនគ្រាន់តែជាឧបទ្ទហេតុនៃប្រវត្តិសាស្ត្រនោះទេប៉ុន្តែវាគឺជាការព្រមានដ៏គួរឲ្យខ្លាចបំផុតអំពីអ្វីដែលកើតឡើងនៅពេលដែលរដ្ឋអំណាចមើលរំលងតម្លៃនៃជីវិតបុគ្គលនីមួយនៅទីនោះយើងបានឃើញថាមានអ្វីខ្លះដែលអាចនឹងកើតឡើងនៅពេលដែលមនុស្សស្ថិតនៅក្រោមសម្ពាធដ៏ខ្លាំងរឿងរ៉ាវនេះបានបន្សល់ទុកនៅមេរៀនដ៏ឈឺចាប់ដល់ពិភពលោកវារំលឹកយើងថា
ការរីកចម្រើននៃសង្គមឬមហិច្ឆតានៃការកសាងជាតិមិនអាចយកមកធ្វើជាលេសនៅក្នុងការជិះជាន់ឈ្លានពានទៅដល់សិទ្ធិរស់រានមានជីវិតរបស់បុគ្គលណាមួយឡើយចូលយើងចងចាំរឿងនេះមិនមែនដើម្បីការស្អប់ខ្ពើមនោះទេប៉ុន្តែដើម្បីការពារកុំឲ្យភាពងងឹតបែបនេះអាចត្រឡប់មកលងបន្លាចមនុស្សជាតិម្ដងទៀតអូខេអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរចំពោះវីដេអូមួយនេះបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តតាមដាននៅរឿងរ៉ាវប្លែកៗក៏ដូចជាចំណេះដឹងថ្មីៗសូមជួយចុច like និង subscribe ម្នាក់មួយផងជាចុងក្រោយនេះយើងខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នាទទួលទានមានបានធ្វើដំណើរទីចិត្តទីឆ្ងាយប្រកបដោយសុខសុវត្ថិភាពពីយើងខ្ញុំអ្នករៀនសូត្រជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ